និយាយទៅថាមួយថ្ងៃនេះសម្រុកគ្រឿងខ្លាំងមែនតែនតែអីដែលធ្វើឲ្យខ្ញុំអត់ហត់គឺដោយសារខ្ញុំទទួលបានសារវិភាគឬគាត់បានទទួលបានហើយគាត់ថាអូនគ្រឿងអនឡាញបើកមកឡើងឈ្ងុយដូចបងធ្វើនៅផ្ទះចឹងណាគ្រាន់តែលើហើយអ្នកលក់នេះគាត់ថាបាត់ហត់អស់លេងតែចង់ស្លាប់ហើយក៏អរគុណមួយភ្ញៀវសម្រាប់ការរងចាំនិយាយរួមទៅគាត់កំងតាំងថ្ងៃ21 22ចាបងខ្លះទៅបានថ្ងៃហ្នឹងទេដាក់តាមលេខរៀងហើយខ្ញុំខំប្រឹងខ្លាំងមែនតែនប៉ុន្តែនៅតែមិនតតែបងអើយខ្ញុំអធិស្ឋាននិយាយរួមទៅបងដឹងជាក់ស្ដែងម៉ាស៊ីនខ្ញុំតូចទេហើយធ្វើការងារច្រើនមុខអញ្ចឹងហើយគឺរត់អត់ចង់រួចទេមួយថ្ងៃគឺក្រោកពីព្រលឹមទល់ម៉ោង1ម៉ោង2ហើយមិញហ្នឹងគឺម៉ាក់ប្រឡាក់សាច់ជ្រូកហ្នឹងគឺប្រឡាក់ផ្អកជូនភ្ញៀវយក10គីឡូហើយនិយាយថាបងប្អូនខាងនេះឲ្យតែថាមកដល់ទេហើយគឺថាតម្លាក់តាកាបូបចុះហើយគឺថាការងារច្រើនខ្លាំងមែនតែនអានេះវគ្គវីដេអូតាំងពីថ្ងៃទី24ចាអត់ទាន់បានផុសតែ25ច្រើនជាងនឹងទៀតណាបងអើយយើងរំថាសក្រីស្លឹកក៏ច្រើនគល់ក៏ច្រើនបើវាយប់ថ្ងៃ25យប់មិញវិញគឺខ្ញុំកោបរីរហូតដល់ម៉ោង1យប់ទៅរួចមានអារម្មណ៍ថាបិទភ្នែកគេងតន់បានលក់ស្រួលបួលផងភ្លឺបានធ្វើសូត្រងើបមករៀបចំធ្វើគ្រឿងបុកដើម្បីតន់ពេលថ្ងៃឡើងអ្នកតែគេមកដឹកនិយាយទៅមួយថ្ងៃនេះគឺថាដាច់បាយដាច់ទឹកទាំងអស់គ្នាទាំងបាយថ្ងៃត្រង់ទាំងបាយពេលព្រឹកហើយរហូតដល់បាយពេលល្ងាចគឺម៉ោង10មិន10យប់បើមកនិយាយធ្លាប់តែថ្ងៃឡើងគឺគាត់សម្រាកហើយប៉ុន្តែពី3ថ្ងៃនេះមានបានសម្រាប់ទេប្រយុទ្ធតែម្ដងសំបីតែអ្នកដឹកក៏គាត់ត្រូវមកអង្គុយចាំដែរព្រោះថាអវ៉ាន់ខាងយើងយកមកកិនហើយត្រូវបុកទៀតយូរជាងគេត្រង់បុកនឹងតែម្ដងខ្ញុំអត់ចង់យកខ្ទឹមទៅកិននៅក្នុងម៉ាស៊ីនទេបើកិនគឺបានលឿនណាប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងខ្ញុំសង្កត់ចំណាយពេលអង្គុយបុកជូរអញ្ចឹងហើយសុំមួយធ្វើការអធិស្ឋានអញ្ចឹងណាខ្ញុំទោះបីជាលក់ដាច់ប៉ុណ្ណាក៏ខ្ញុំព្យាយាមរក្សាគុណភាពរបស់ខ្ញុំឲ្យនៅដដែលអត់មានថាឈិនឆៃលក់ដាច់អញ្ចឹងណាបើនិយាយពីស្លឹកឯងបងអើយពណ៌ឲ្យតែបានធ្វើលឿនតតគឺស្រស់ល្អណាស់តែមិនដឹងមិនទេមករយៈនេះទូរស័ព្ទខ្ញុំថតមកឃើញតែកម្ៅមិនដឹងជាមិនទេបើនិយាយពីថា memory ចង់ពេញឯងបងអត់មានពេលលុបទៀតអញ្ចឹងមិនថ្ងៃនេះខ្ញុំអត់សូវបានផុសវីដេអូដោយសារទូរស័ព្ទ memory ខ្ញុំនោះ full ផង